បាទសូមគោរពជម្រាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនយើងទាំងអស់គ្នាបាទពុកម៉ែបងប្អូនយើងសម្រាប់វីដេអូនេះគឺនិយាយអំពីរបៀបគ្រប់គ្រងមនុស្សអញ្ចឹងគឺបងប្អូនយើងស្ដាប់នៅវីដេអូនេះហើយគឺបងប្អូនយើងអាចយកទៅប្រើការនៅក្នុងក្រុមហ៊ុនក៏ដូចជាយកប្រើការនៅតាមសហគ្រាសផ្សេងៗដែលបងប្អូនយើងធ្វើការក៏ដូចជាបងប្អូនយើងដែលត្រូវគ្រប់គ្រងមនុស្សជាច្រើនបាទនៅក្នុងដៃបាទបងប្អូនយើងទាំងគ្នាសម្រាប់ឆាវគឺជាអ្នកដឹកនាំយោធានិងអ្នកនយោបាយដ៏ល្បីល្បាញម្នាក់នៅក្នុងសម័យបុរាណនៃប្រទេសចិនបាទគាត់ត្រូវបានគេចាត់ទុកគាត់បាទជាមនុស្សម្នាក់ដែលមានប្រាជ្ញាមានយុទ្ធសាស្ត្រខ្ពស់និងមានសមត្ថភាពពិសេសក្នុងការគ្រប់គ្រងមនុស្សរបៀបដឹកនាំរបស់គាត់បានបង្ហាញពីភាពឆ្លាតវៃការយកចិត្តទុកដាក់មនុស្សនិងការប្រើប្រាស់ទេពកោសល្យយ៉ាងមានប្រសិទ្ធភាពបាទបងប្អូនយើងជាចំណុចដំបូងឆាវបានផ្ដោតសំខាន់លើការជ្រើសរើសមនុស្សដែលមានសមត្ថភាពមិនថាមនុស្សនោះមានប្រវត្តិយ៉ាងណាប្រវត្តិដូចម្ដេចក៏ដោយបាទបងប្អូនយើងគាត់ជឿថាមនុស្សមានទេពកោសល្យគួរត្រូវបានប្រើប្រាស់ដូច្នេះគាត់បានទទួលយកមនុស្សមានសមត្ថភាពពីគ្រប់ទីកន្លែងដើម្បីជួយពង្រឹងអំណាចនិងអភិវឌ្ឍអង្គភាពរបស់គាត់បន្ទាប់មកគាត់មានវិធីសាស្ត្រក្នុងការគ្រប់គ្រងដោយការលើកទឹកចិត្តនិងផ្ដល់រង្វាន់សមរម្យអ្នកដែលធ្វើការល្អត្រូវបានលើកទឹកចិត្តខណៈដែលអ្នកខុសត្រូវបានពិន័យយ៉ាងតឹងរ៉ឹងវាធ្វើឲ្យមានវិន័យខ្ពស់និងបង្កើតការទុកចិត្តរវាងអ្នកដឹកនាំនិងអ្នកដើរតាមហ្នឹងបងប្អូនយើងបាទលើពីនេះឆាវក៏មានសមត្ថភាពបាទយល់ចិត្តមនុស្សយ៉ាងជ្រាលជ្រៅគាត់អាចដឹងថាមនុស្សអាចជឿទុកចិត្តបាននិងមនុស្សមិនជឿទុកចិត្តបានការយល់ដឹងនេះជួយឲ្យគាត់បាទការយល់ដឹងនេះគឺជួយឲ្យគាត់អាចប្រើប្រាស់មនុស្សបានត្រឹមត្រូវនិងទំនុកចិត្តបងប្អូនណានិងបង្កើតសមត្ថភាពការងារបងប្អូនយើងបាទបងប្អូនយើងទាំងអស់គ្នាជាចុងក្រោយនេះគាត់ក៏មិនភ័យខ្លាចក្នុងការសម្រេចចិត្តដល់ពិបាកគាត់អាចបោះបង់អារម្មណ៍បាទផ្ទាល់ខ្លួនដើម្បីរក្សាប្រយោជន៍សាធារណៈនិងអង្គភាពទាំងមូលនេះជាចំណុចសំខាន់ដែលធ្វើឲ្យគាត់ក្លាយជាអ្នកដឹកនាំដ៏ខ្លាំងម្នាក់នៅក្នុងប្រវត្តិសាស្ត្របាទបងប្អូនយើងទាំងអស់គ្នាចឹងសម្រាប់ការដឹកនាំរបស់ឆាវគឺគាត់មិនខ្វល់បាទសម្រាប់ប្រវត្តិមនុស្សបាទកាលពីមុនធ្លាប់ធ្វើអ្វីធ្លាប់មានកំហុសអ្វីគឺគាត់មិនខ្វល់ទេគាត់ខ្វល់គឺពេលបច្ចុប្បន្ននេះបាទគឺល្អមែនតើបងប្អូនយើងបាទល្អមែនតើឥឡូវនេះខ្ញុំលើកឡើងមួយចំណុចបាទសម្រាប់សប្តាហ៍ថ្ងៃហ្នឹងបងប្អូនបាទបច្ចុប្បន្នហ្នឹងគឺភាគច្រើនគឺគេសួររកប្រវត្តិរូបបាទបើសិនជាប្រវត្តិរូបយើងមិនល្អគឺបាទខាងក្រុមហ៊ុនផ្សេងគឺគេមិនទទួលយកយើងនោះទេបាទបងប្អូនយើងអញ្ចឹងគឺបើសម្រាប់ខ្ញុំគឺវាមិនល្អទេបាទបងប្អូនយើងសម្រាប់កន្លែងហ្នឹងមនុស្សណាក៏ចេះខុសដែរបងប្អូនយើងណាមនុស្សណាក៏ចេះខុសដែរកន្លែងហ្នឹងគឺមិននេះតាមគំនិតរបស់ខ្ញុំណាបងប្អូនយើងទាំងគ្នាបាទឬក៏បងប្អូនយើងមកគិតដូចអត់មានគិតដូចខ្ញុំអត់មនុស្សណាក៏ចេះខុសបងប្អូនហើយសម្រាប់បច្ចុប្បន្ននេះបាទតាមសហគ្រាសក៏ដូចជាតាមក្រុមហ៊ុននីមួយប្រសិនជាយើងមាននឹងឲ្យប្រវត្តិរូបដែលមិនល្អគឺច្បាស់ណាស់បាទភាគរយតិចណាស់គឺសម្ភារទៅគឺដឹងតែមិនជាប់អីបងប្អូនបាទភាគរយតិចណាស់យើងអាចជាប់ហើយគេវាតម្លៃយើងតាមប្រវត្តិរូបរបស់យើងបាទបងប្អូនយើងទាំងគ្នាគឺមិនល្អបាទនឹងតាមគំនិតរបស់ខ្ញុំណាបងប្អូនយើងបាទប្រសិនជាយើងផ្ដល់ឱកាសឲ្យគាត់បាទពេលខ្លះមនុស្សហ្នឹងគឺអាចនឹងខ្លាំងប្រកែជាងអ្នកដែលមានប្រវត្តិរូបល្អទេបងប្អូនយើងទាំងគ្នាអាចនឹងខ្លាំងប្រកែហើយអាចនឹងជ្រុំជ្រែងក្រុមហ៊ុនក៏ដូចជាជួយក្រុមហ៊ុនឲ្យរីកចម្រើនប៉ុន្តែ
វាជាច្បាប់បងប្អូនយើងបាទឆ្ងល់កន្លែងហ្នឹងដែរខ្ញុំនៅតែឆ្ងល់បងប្អូនយើងនៅតែឆ្ងល់ហើយឆ្ងល់ទៀតបាទវាជាច្បាប់របស់គេតែយើងអាចកែបានទីកន្លែងហ្នឹងណាយើងអាចផ្ដល់ឱកាសទៅឲ្យពួកគាត់អីចឹងទៅបាទបងប្អូនផ្ដល់ឱកាសឲ្យគាត់ទៅឲ្យគាត់បញ្ចេញសមត្ថភាពបាទក៏ដូចជាការធ្វើការក៏ដូចជាការកែខ្លួនឡើងវិញណាហ្នឹងហើយការធ្វើការក៏ដូចជាការកសាងខ្លួនឡើងមកវិញបងប្អូនយើងបាទមនុស្សណាក៏ចេះខុសដែរមែនទេបងប្អូនចឹងបើសិនជាគាត់ចង់កែខ្លួនហើយបើយើងមិនផ្ដល់ឱកាសឲ្យគាត់គឺធ្វើឲ្យគាត់ហ្នឹងបាទគឺបាក់ទឹកចិត្តអាចនឹងដើរទៅដល់ផ្លូវដដែលណាបងប្អូនយើងបាទហ្នឹងហើយវាពិបាកដែរបាទពិបាកដែរសម្រាប់កំណត់របស់ខ្ញុំបាទបងប្អូនយើងកំណត់របស់ខ្ញុំគឺវាមិនអាចទេបងប្អូនណាមិនអាចទេហើយបច្ចុប្បន្ននេះគឺបងប្អូនយើងដឹងហើយសម្រាប់ការសម្ភារការងារគឺគេតែងតែសួររកប្រវត្តិរូបក៏ដូចជាការសិក្សានិងបាទមានជំនាញអ្វីអញ្ចឹងទៅបងប្អូនយើងតើគ្នាបាទពេលខ្លះសម្រាប់អ្នកសិក្សាបានខ្ពស់បងប្អូនយើងអ្នកសិក្សាបានច្រើនក៏មិនប្រកាសថាបាទមានសមត្ថភាពខ្លាំងនោះដែរបងប្អូនយើងហើយក៏មិនប្រកាសថាអ្នកដែលបានរៀនតិចបាទក៏មិនប្រកាសថាគាត់មិនចេះអ្វីដែរបងប្អូនយើងហើយស្អីគាត់អាចមានសមត្ថភាពក៏ដូចជាមានជំនាញអីផ្សេងមួយដែលគាត់ច្បាស់ចេះពិតប្រាកដយ៉ាងបងប្អូនយើងណាហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនយើងសម្រាប់ខ្ញុំគឺមានកំណត់តែប៉ុណ្្នឹងទេហើយបងប្អូនយើងមានកំណត់បែបណាគឺបងប្អូនយើងអាច comment នៅខាងក្រោម comment នេះបានខាងក្រោមវីដេអូនេះបានហើយបងប្អូនយើងបើសិនជាពេញចិត្តនៅវីដេអូនេះកុំភ្លេចចុចជាវនៅ channel តូចមួយនេះផងបងប្អូនណាបាទអរគុណច្រើនបងប្អូនបាទ